នេះគឺជាproject ទី6ដែលខ្ញុំបានទទួលពី client របស់ខ្ញុំដើម្បី define ទៅលើ label លេផងដែរហើយសូមស្វាគមន៍ទាំងអស់គ្នាមកកាន់យប់ទី13ដែលខ្ញុំបានខ្លាចខ្លួនទៅជា freelance graphic design នៅពេលយប់ហើយយប់ទី13នេះគឺដូចតែខ្ញុំបាននិយាយពីដើមវីដេអូអញ្ចឹងគឺខ្ញុំបានទទួលទៅនឹង project មួយហើយ project នេះដែរគឺតាក់ទងទៅនឹងការ define ទៅលើ label លេហើយក៏សូមអរគុណទៅដល់ client របស់ខ្ញុំហើយ client របស់ខ្ញុំមិនមានតាណាឆ្ងាយទេគឺមិត្តភ័ក្តិរបស់ខ្ញុំផ្ទាល់ផងដែរហើយចាំមើលវាតទៅមុខទៀតវាយ៉ាងហ្នឹងហើយដល់ថាគាត់មាន business តិចតួចតាក់ទងទៅនឹងលេអញ្ចឹងទៅហើយគាត់ឲ្យខ្ញុំធ្វើទៅលើ label អីចឹងណាហើយlabel នេះគឺខ្ញុំអត់ធ្វើនៅក្នុងកម្មវិធី Illustrator ទេដោយសារតែទំហំរាងតូចដែរអញ្ចឹងខ្ញុំធ្វើនៅក្នុង Photoshop ហ្មងទៅដោយសារតែ Photoshop យើងលេង effect បានច្រើនជាង Illustrator អីចឹងណាអានេះអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុនអញ្ចឹងទៅហើយយើង print បានដូចតែគ្នាទេទាំងអស់គ្នាសំខាន់លើទំហំសំខាន់លើការ define របស់យើងអញ្ចឹងណាដោយសារតែទំហំតូចអញ្ចឹងខ្ញុំ define នៅក្នុង Photoshop ទៅហើយ label យើងគឺចិត្តចប់ហើយ project នេះគឺខ្ញុំធ្វើនេះគឺ final ហើយក៏គាត់ okay ក៏គាត់ពេញចិត្តហើយចាំបើសិនជាទាំងអស់គ្នាចូលចិត្តកុំភ្លេចចូល comment ឲ្យខ្ញុំអ្នកមួយផងជួបខ្ញុំនៅវីដេអូក្រោយបាយបាយ